ដំណាក់កាលងាយៗនៅក្នុងការលាបថ្នាំពណ៌ចូលតាមជាដំបូងយើងធ្វើការរៀបចំផ្ទៃឲ្យបានស្អាតជាមុនសិនបន្ទាប់មកធ្វើការលាយម្សៅបៀកជញ្ជាំងចូលតាម skim coat ដែលយើងដាក់ទឹកនៅក្នុងធុងជាមុនសិនបន្ទាប់មកធ្វើការចាក់ម្សៅចូលតាមក្រោយរួចធ្វើការកូរល្បាយទាំងនេះចូលគ្នាឲ្យបានសព្វល្អដោយប្រើរយៈពេល3ទៅ4នាទីបន្ទាប់មកធ្វើការបៀកនៅលើជញ្ជាំងដែលយើងបានសម្អាតរួចដោយទុកឲ្យស្ងួតរយៈពេល1ទៅ2ម៉ោងដោយអាស្រ័យទៅលើអាកាសធាតុបន្ទាប់មកយើងធ្វើការបៀកម្សៅបៀកដែលជាជាន់ទី2រួចទុកឲ្យស្ងួតរយៈពេល1ទៅ2ម៉ោងចំពោះម្សៅបៀកដែលយើងបានយកមកបង្ហាញនេះគឺយើងបៀក3ជាន់ដើម្បីបង្ហាញពីសាច់ថ្នាំនៃម្សៅបៀករបស់ជូតានជំហានបន្ទាប់យើងធ្វើការលាបថ្នាំទ្រនាប់ចំពោះថ្នាំទ្រនាប់នេះយើងលាបតែមួយជាន់ប៉ុណ្ណោះចំពោះថ្នាំទ្រនាប់នេះផងដែរយើងប្រើចូលទៅជា primer ដែលថ្នាំទ្រនាប់នេះយើងអាចប្រើបានទាំងក្នុងនិងខាងក្រៅបន្ទាប់មកយើងធ្វើការលាបទុកឲ្យស្ងួតដោយប្រើរយៈពេល2ទៅ4ម៉ោងបន្ទាប់មកយើងធ្វើការលាបថ្នាំពណ៌សម្រាប់ដែលជាជាន់ទី1ចំពោះថ្នាំពណ៌នេះយើងប្រើ2ជាន់ដែលជាន់ទី1យើងលាបទុកឲ្យស្ងួតរយៈពេល2ទៅ4ម៉ោងចំពោះថ្នាំពណ៌ដែលយើងបានយកមកបង្ហាញនេះមានពីរប្រភេទខាងក្នុងនិងខាងក្រៅចំពោះសាច់ខាងក្រៅយើងប្រើចូលទៅជា Infinity ជាប្រភេទថ្នាំលាបខាងក្រៅដែលមានអាយុកាល12ឆ្នាំប្រភេទនេះជាប្រភេទថ្នាំលាបខាងក្រៅដែលគេពេញនិយមបំផុតដែលវាមានសមត្ថភាពអាចការពារកម្ដៅថ្ងៃបាននិងមានភាពធន់ខ្ពស់ដែលអាចការពារពីដីធូលីនិងការកាត់ស្លែបានផងដែរហើយវាក៏ត្រូវបានធ្វើតេស្តយ៉ាងហ្មត់ចត់ផងដែរចំពោះសាច់ខាងក្នុងវិញយើងប្រើ Majestixin ជាប្រភេទថ្នាំលាបខាងក្នុងដែលមានអាយុកាល12ឆ្នាំដូចគ្នាប្រភេទនេះជាថ្នាំលាបខាងក្នុងដែលគេពេញនិយមបំផុតសម្រាប់លាបនៅក្នុងគេហដ្ឋានដែលវាផ្ដល់ពណ៌បានយ៉ាងស្រស់ល្អនិងមានថាសុខភាពហើយមួយវិញទៀតវាក៏មានបច្ចេកវិទ្យាបន្សុទ្ធខ្យល់បិទបាំងស្នាមប្រេះតូចៗនិងគ្មានក្លិនឆួលបន្ទាប់មកយើងធ្វើការលាបជាន់ទី2ដែលជាជាន់ចុងក្រោយរួចទុកឲ្យស្ងួតជាការស្រេចចំពោះថ្នាំពណ៌របស់ជូតានគឺមានច្រើនពណ៌សម្រាប់ឲ្យអតិថិជនជ្រើសរើសឥឡូវនេះផងដែរយើងរីករាយក្នុងការទស្សនាពីការលាបថ្នាំពណ៌របស់ជូតានជាន់ទី2ដែលជាជាន់ចុងក្រោយទាំងអស់គ្នាហើយនេះគឺជាលទ្ធផលដែលយើងធ្វើការលាបរួចបងអាចមើលបានគឺស្អាតខ្លាំងបងអាចទស្សនានិងពិនិត្យមើលសាច់ថ្នាំបានគឺមានភាពស្រស់ស្អាតខ្លាំងតាមតាំងពីការលាបម្សៅបៀកជាន់ទី1ជាន់ទី2ជាន់ទី3បន្ទាប់មក sealer និងថ្នាំសម្រាប់គឺមើលទៅគឺចូលសាច់គ្នានិងមានភាពស្រស់ស្អាតខ្លាំងមែនទែន ដោយនេះបងដែលមានតម្រូវការអាចមករកបាននៅហាងចូលតាមសានសុកឬក៏អាចទំនាក់ទំនងតាមរយៈ Telegram ដែលដាក់នៅខាងលើបានសូមអរគុណជួបគ្នានៅវីដេអូក្រោយ